នៅថ្ងៃចូលសម្រាប់បំសម្បត្តិនំទុកខាងមុខហ្នឹងក៏ដើរថាទៅដើរលេងឲ្យសប្បាយញ៉ាំអីឆ្ងាញ់ៗតែកាប់ប៉ាត់ចេះស្ដាយគឺថាវិញពេញនឹងតែម្ដងហើយទាំងអស់ហ្នឹងគឺមាននៅទីក្រុងឆុងឈិងនៅផ្សារបុរាណមកកន្លែងនេះនៅទីក្រុងឆុងឈិងហ្នឹងគឺថាល្បីខ្លាំងតែម្ដងវ៉ាបរបស់គេចេញមកគឺបែបបុរាណលាយសម័យគឺតែពាក្យបុរាណអញ្ចឹងតែជាកន្លែងទេសចរដ៏ល្បីមួយពេលមកលេងនៅហ្នឹងបានធ្វើអីប្លែកៗនឹងតែរបស់ញ៉ាំឆ្ងាញ់ៗជាច្រើនដល់ខួយស៊ីងអីធំតែស្គាល់ឆ្វេងស្ដាំមុខក្រោយអីអត់តន់គ្រប់គ្រាន់ទេត្រូវដឹងថាខ្លួនឯងនៅជាន់ណាទៀតដល់នេះកុំច្រឡំថាខ្លួនឯងនៅ ground floor ស្រួលអីនៅជាន់ទី10ក៏ថាបានដែរអូយនៅចិននេះគេលេងមែនតែនហ្មងនៅស្រុកយើងអីរថភ្លើងគេជិះតែនៅលើដីប៉ុន្តែមកដល់ឆុងឈិងនេះរថភ្លើងគេលេងជិះទម្លុះអាគារយកហ្មងឡើងប៉ិតអត់គួរឲ្យជឿសោះហើយមកនៅហងយ៉ាតងវិញពេលថ្ងៃមើលទៅដូចធម្មតាតែចាំមើលពេលយប់វិញណា3 2 1គឺថាវាយតែម្ដងភ្លើងវិញឡើងចម្រុះពណ៌ភ្លឺចែងចាំងដូចឋានសួគ៌ចឹងហើយណាគេអាសាដាច់យប់អីមកលេងនៅសួនសត្វខ្លាឃ្មុំផែនដានេះប្រយ័ត្នវាច្រឡំថាគ្នាវានៅហ្នឹងมันធំតែមានតែផែនដាមានទាំងសត្វខ្លាសត្វដំរីសត្វអីផ្សេងទៀតពេលមកដល់គាត់នីនឆៅមកគិតវិញគឺថាវាយតែម្ដងមនុស្សច្រើនសាហាវតែទោះបីជាសបោកន្លែងដើរលេងឬក៏របស់ញ៉ាំអីក៏ដោយនៅឆុងឈិងហ្នឹងក៏មានសារមន្ទីរសានសៀដែលជាកន្លែងប្រវត្តិសាស្ត្រផងដែរប្រសិនបើបងប្អូនចង់បានព័ត៌មានបន្ថែមពីឆុងឈិងឆឹងទូអីអាចអ៊ីនបុកពួកយើងឥឡូវនេះបាន